បាទសួស្តីបងប្អូនទាំងគ្នាជួបគ្នាសាជាថ្មីជាមួយនឹងការវិភាគបាល់ទាត់ពិភពលោក FIFA World Cup 2026បងប្អូនណាសម្រាប់រាត្រីនេះគឺមានការប្រកួតនៅក្នុងវគ្គចែកពូលជុំទី2បាទជុំទី2ហើយបាទមួយជុំកន្លងផុតទៅជើងទី1បាទឥឡូវនេះឈានមកដល់ជុំទី2ចាប់ផ្ដើមពីពូល A និងពូល B ម្ដងទៀតបងប្អូនណាដែលការប្រកួតនៅវេលាម៉ោង11យប់នោះគឺមានការប្រកួតរវាងក្រុមឆេកជាបាទសាធារណរដ្ឋឆេកត្រូវប៉ះគ្នាជាមួយនឹងអាហ្វ្រិកខាងត្បូងសាហ្វ្រិកាបងប្អូនណានៅវេលាម៉ោង11យប់នៅក្នុងពូល A ណាពូល A នៅវេលាម៉ោង2យប់បាទ2យប់គឺមានការប្រកួតរវាង Switzerland ត្រូវប៉ះគ្នាជាមួយនឹង Bosnia ណាបាទនៅក្នុងពូល B បាទហើយនៅវេលាម៉ោង5ភ្លឺកាណាដាម្ចាស់ផ្ទះកាណាដាត្រូវប៉ះគ្នាជាមួយនឹងកាតាណាបាទនៅវេលាម៉ោង5ភ្លឺហើយនៅវេលាម៉ោង8ព្រឹកបាទ8ព្រឹកស្អែកបាទ8ព្រឹកស្អែកនោះគឺមានការប្រកួតរវាងមិចស៊ីកូត្រូវប៉ះគ្នាជាមួយនឹងបាទកូរ៉េខាងត្បូងបាទគូនេះគឺល្អមើលបាទលើវេលាម៉ោង8នេះគូឯកបាទម៉ាស៊ីកូជាមួយនឹងកូរ៉េខាងត្បូងនេះខ្លាំងប៉ះខ្លាំងណាជាមួយមើលតើក្រុមណាមានអធិភាពឆ្នះទៅលើក្រុមណាយើងនឹងធ្វើការនិយាយបន្តិចទៀតនេះបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់ទាន់ join channel Telegram របស់ខ្ញុំកុំភ្លេចចូលម្នាក់មួយទៅបាទដើម្បីមើលការ live បាល់ការទម្លាក់គូក៏ដូចជាព័ត៌មានកីឡាផ្សេងៗណាសម្រាប់ link គឺមាននៅក្នុង comment សម្រាប់ Facebook ឬក៏បងប្អូនអាចចូលក្នុង page របស់ខ្ញុំទៅបាទចូលក្នុង page Facebook របស់ខ្ញុំគឺមាន link នៅក្នុង bio ណាហើយកុំភ្លេច follow page អ្នកមួយផងបងប្អូនហើយសម្រាប់បងប្អូននៅក្នុង YouTube គឺមាន link Telegram ក្នុង description សម្រាប់បងប្អូន TikTok គឺមាននៅក្នុង bio ណានៅក្នុង bio បងប្អូនអាច copy ក៏បានដែរបាទ copy យកផាសនឹងក្រៅមកសម្រាប់ TikTok បងប្អូនព្រោះយើងចូលតំណភ្ជាប់បានទេតោះក៏ copy យកមកផាសនឹងជ្រុំឬក៏ផាសនឹង Telegram គឺអាចចូលបានដែរបាទអរគុណច្រើនបាទអញ្ចឹងយើងនិយាយដល់គូទី1នៅក្នុង Pool A រវាងក្រុមឆេកជាទៅប៉ះគ្នាជាមួយនឹងសាវអាហ្វ្រិកាឬក៏អាហ្វ្រិកខាងត្បូងបងប្អូនណាបាទដែលការប្រកួតនេះក្នុងជុំទី2ហើយដែលជុំទី1នោះក្រុមទាំងពីរចាញ់ដូចគ្នាបាទក្រុមទាំងពីរគឺចាញ់ដូចគ្នាណាបាទដែលឆេកគឺចាញ់ទៅលើក្រុមកូរ៉េបាទកូរ៉េខាងត្បូងនោះគឺ2-1ខណៈពេលដែលសាវអាហ្វ្រិកានេះគឺចាញ់មេស៊ីកូបាទមេស៊ីកូលុត2-0ណាបាទឈ្នះ2-0អញ្ចឹងសុទ្ធតែចាញ់ដូចគ្នាទេហើយឥឡូវនេះប៉ះគ្នាចាំមើលតើក្រុមណាដែលមានអត្ថភាពឈ្នះសម្រាប់គណិតខ្ញុំក្រុមទាំងពីរសមត្ថភាពប្រហាក់ប្រហែលគ្នាបងប្អូនណាប្រហាក់ប្រហែលគ្នាទេមិនលើកនេះពេកទេប៉ុន្តែគាត់ថាគេឲ្យតម្លៃទៅលើខាងប្រទេសឆេកច្រើនជាងដោយសារតែឆេកនៅក្នុងតំបន់អឺរ៉ុបអញ្ចឹងណាបាទអាហ្វ្រិកស្វ័យត្បិតតែមានកីឡាករល្អច្រើនប៉ុន្តែក៏គេនៅតែមិនទាន់ឲ្យតម្លៃខ្ពស់ដែរអញ្ចឹងសម្រាប់ឆេកនៅក្នុងរាត្រីនេះគឺតឲ្យសាវអាហ្វ្រិកាចំនួនកន្លះបូក1បងប្អូនគិតយ៉ាងណាអាចបញ្ចេញមតិនៅខាងក្រោមណាព្រោះគូនេះខ្ញុំអត់និយាយច្រើនទេព្រោះវាជាគូទូចបងប្អូនណាជាខ្លីៗតែម្ដងសង្ខេបយកអញ្ចឹងកម្រិតទាំងពីរមិនលើគ្នាពេកទេបាទមិនលើគ្នាពេកទេណាបាទខ្ញុំអាចនិយាយថា50-50ទេក្រុមទាំងពីរនឹងបើនិយាយពីប្រវត្តិប៉ះគ្នាក៏ដែរប៉ះគ្នាដែរក្រុមទាំងពីរណាអញ្ចឹងសម្រាប់គូនេះខ្ញុំគិតថាអត្រាស្មើគ្នាគឺមានខ្ពស់ណាបាទអត្រាស្មើគ្នាគឺមានខ្ពស់ហើយបើនិយាយអំពីអឺខ្ញុំសូមឲ្យចំនួនទៅលើសាវអាហ្វ្រិកាផងបងប្អូនណាព្រោះកីឡាកររបស់អាហ្វ្រិកបងប្អូនដឹងហើយពីច្រើនគឺធន់បាទធន់មិនងាយនឿយហត់ទេបើប្រៀបនឹងអឺរ៉ុបគាត់ឆាប់ហត់ច្រើនជាងអញ្ចឹងគូទាំងពីរនេះខ្ញុំទូទាថាស្មើគ្នាបងប្អូនណាបាទព្រោះជាគូទូទាថាបើមិន0ស្មើគឺ1ស្មើណាបងប្អូនបាទអាចពិចារណាទៅបើសិនជាលេងគូតែរងល្អបាទសម្រាប់គូនេះបាទច្រើនអូខេអញ្ចឹងយើងនិយាយដល់គូទី2រវាង Switzerland ត្រូវប៉ះគ្នាជាមួយនឹង Bosnia បងប្អូនណានៅវេលាម៉ោង2រំលងអាទិត្យយប់នេះបាទពីរំលងអាទិត្យនិយាយទៅយប់ថ្ងៃប្រហោះឈានចូលថ្ងៃសុក្រណាបាទហើយបើនិយាយអំពីនៅក្នុងពូលនេះបាទគឺស្មើគ្នាត្រឹមតែម្ដងបងប្អូនហើយបាទមួយបន្ទុកស្មើគ្នាទាំងអស់ប្រកួតជើងទី1នេះគឺស្មើគ្នាទាំងអស់ទាំង4ក្រុមតែម្ដងបាទមាន Switzerland កាណាដាកាតា Bosnia ហ្នឹងណាបងប្អូនហើយសម្រាប់ Switzerland នេះគឺស្មើគ្នាជាមួយនឹងក្រុមជម្រើសជាតិកាតាមួយស្មើហើយចំណែកឯកាណាដានោះក៏ស្មើគ្នាជាមួយនឹងបាទ Bosnia នោះក៏មួយស្មើដែរបងប្អូនបាទសុទ្ធតែមួយស្មើដូចគ្នាណាបន្ទុកក៏មួយស្មើទាំងអស់បាទនៅក្នុងពូនេះគឺបន្ទុកមួយស្មើទាំងអស់អញ្ចឹងយប់នេះបាទជុំទី2ជាមួយក្រុមណាឈ្នះទៅលើក្រុមណាណាហើយបើនិយាយអំពី Switzerland ជាមួយ Bosnia នេះអាចនិយាយថាក៏ស្តៀងតែក្រុមមុនទេបងប្អូនណា Switzerland មានកម្រិតលើ Bosnia នេះមិនច្រើនពេកទេបាទលើសតែបន្តិចបន្តួចទេនិយាយទៅអាចនឹង55ទល់នឹង45អញ្ចឹងបងប្អូនណាអញ្ចឹងបងប្អូនអាចពិចារណាទៅបាទក្រុមទាំងពីរនេះពិបាកលេងណាបងប្អូនខ្ញុំនិយាយតាមត្រង់មែនណាបើឲ្យវាយបាទបើឲ្យវាយ Switzerland ក៏ដូចជាតឹងមកជិះបងប្អូនតមួយគ្រាប់ណាបាទ Switzerland តមួយគ្រាប់ទៅលើ Bosnia បងប្អូនគិតយ៉ាងណាដាច់ឬមិនដាច់ប៉ុន្តែសម្រាប់គំនិតខ្ញុំគិតថាប្រហែលជាមិនដាច់បងប្អូន
បាល់នេះខ្ញុំគិតថាប្រហែលជា2-1បងប្អូនណាបាទបើនិយាយពីកម្រិត Switzerland នេះក៏มันមានកីឡាករអីឲ្យមុតស្រួចណាស់ណាដែរនិយាយទៅមានកីឡាករលេងនៅតំបន់ទ្វីបអឺរ៉ុបច្រើនគូសមបាទលេងនៅ Leeds United បាទ Rennes របស់បារាំង Burnley អីជាដើមណាបាទ Sunderland Nottingham Forest AC Milan និយាយទៅលេងក្លឹបធំៗច្រើនប៉ុន្តែគាត់ថាមិនសូវជាល្បីឈ្មោះល្បីកីឡាករដែលល្បីគួរសមមានដូចជា Granit Xhaka បាទ Dan Ndoye ហ្នឹងបាទណាបាទរបស់ Nottingham Forest ក៏ឡើងជើងដែរកាលពីហ្នឹងដូចជាมันជាលេចធ្លោអីណាទេបងប្អូនណាបាទมันជាលេចធ្លោអីណាទេហើយបូស្នីនេះក្រុមមុំតមួយបងប្អូនណាក្រុមនេះប្រហែលប្រកួតចុងក្រោយលាដែរចាញ់ទេបាទលាដែរចាញ់ទេបងប្អូនណា5ប្រកួតនេះបាទមានស្មើឲ្យឈ្នះបាទស្មើច្រើនឈ្នះ5ប្រកួតគឺឈ្នះ2ស្មើ3 6ប្រកួត7ប្រកួតរបស់គាត់គឺឈ្នះទាំងអស់ឈ្នះច្រើនជាងបាទអត់ចាញ់ទេអញ្ចឹងក៏ជាក្រុមមុំតមួយដែរខ្ញុំគិតថា Switzerland ក៏ពិបាកក្នុងការស៊ីទៅលើបូស្នីនេះដែរបងប្អូនមិនងាយទេណាបងប្អូនបាល់នេះបើសិនជាលេងបងប្អូនវិនិយោគគឺថាលេខ over 2.5តំណងបាល់ខ្ញុំទូទាថា Switzerland អាចនឹងយកឈ្នះទៅលើបូស្នីក្នុងលទ្ធផល2-1បាទ2-1ណាបងប្អូនបាល់បើមិន2-1អាចនឹង2ស្មើទៀតណាបងប្អូនបាទគូមុនអាចនឹង under ប៉ុន្តែគូនេះអាចនឹង over អញ្ចឹងគូនេះបងប្អូនពិចារណាទៅគំនិតរបស់ខ្ញុំគឺលេង over 2.25សម្រាប់ការទូទាគ្រាប់បាល់គឺ2-1បងប្អូនណាបាទអរគុណច្រើនយើងនិយាយដល់ម្ចាស់ផ្ទះកាណាដាបាទកាណាដាយប់នេះត្រូវប៉ះគ្នាជាមួយនឹងកាតាណាអ្នកមានកាតាអ្នកមានប្រេងបាទកាណាដានេះក៏មិនសូវជាល្អដែរប្រកួតដំបូងនោះក៏ស្មើគ្នាជាមួយនឹងបូស្នីអញ្ចឹងទៅបងប្អូនណាបាទធ្វើឲ្យអ្នកវាយនោះសៀងអញ្ចឹងទៅបាទស្ថិតនៅក្នុង pool B ដូចគ្នាណាបាទស្ថិតនៅក្នុង pool B ជាមួយនឹង Switzerland ជាមួយនឹងបូស្នីហ្នឹងបាទកាតានឹងជុំគ្នាហ្នឹងបាទមួយបន្ទុកហើយកាតានេះក៏ស្មើគ្នាជាមួយអីបាទស្មើគ្នាជាមួយ Switzerland ណាក៏គួរសមដែរអាចយកស្មើគ្នាជាមួយ Switzerland បាទដែលបងប្អូនពាក្យច្រើនកាលនោះគាត់ថា Switzerland ស៊ីកាតានេះដាច់ថឹងហើយបាទមានអីបាទមួយស្មើអំបិលអញ្ចឹងនៅក្នុងរាត្រីនេះបាទកាតាបាទកាណាដាតច្រើនណាបងប្អូនណា1កន្លះបូក2បាទកាណាដាត1កន្លះបូក2ទៅលើSwitzerland ត1កន្លះបូក2ទៅលើកាតាណាបាទគូនេះសម្រាប់កណិតខ្ញុំរងបាទrecommend រង1កន្លះបូក2តែម្ដងណាខ្ញុំគិតថាកាណាដាស៊ីអត់ដែរទេយ៉ាងច្រើនបំផុតកាណាដាស៊ីទៅលើកាតាអាចនឹង2-1ឬក៏1ស្មើបាទលេងបងប្អូនណាអាច2-1ឬក៏1ស្មើខ្ញុំគិតថាស៊ីកាតាដាច់ទេណាมันអាចមើលងាយបានទេបងប្អូនណាក្រុមដែលលេងមកដល់កម្រិតនេះហើយទោះជាកាតានេះរៀងខ្សោយមែនប៉ុន្តែយើងមើលក្រុមមុនឃើញបាទក្រុមខ្សោយមិនប្រកាសថាក្រុមខ្លាំងអាចស៊ីបានងាយស្រួលទេណាចឹងការប្រកួតនេះខ្ញុំគិតថាកាតាអាចនឹងតដៃជាមួយនឹងកាណាដាបានណាឬក៏ឲ្យកាណាដាស៊ីលើសតាមក្របអីទេបាល់នេះរងរីកមិនរងសម្រាប់ការទូទាគ្រាប់បាល់1ស្មើឬក៏2-1ណាបងប្អូនបាទអរគុណច្រើនបាទគូនេះបានជក់ចិត្តបាទកលោបហាក់ផាយគ្នាបងប្អូនកលោបហាក់ផាយគ្នាណាបាទប៉ិនគ្នានិយាយទៅទោះជាមេស៊ីកូជាម្ចាស់ផ្ទះមានទម្ងន់ជាងប៉ុន្តែទំនុកចិត្តរបស់ខ្ញុំគឺនៅតែទំនុកចិត្តទៅលើក្រុមបាទកូរ៉េណាបងប្អូនកូរ៉េគឺយើងមើលឃើញថាលេងល្អបាទលេងល្អមិនចាញ់ជប៉ុនទេហើយក្រុមទាំងពីរគឺស្ថិតនៅក្នុង pool A ណាដែលជើងទី1ពួកគាត់សុទ្ធតែឈ្នះដូចគ្នាណាមេស៊ីកូយកឈ្នះទៅលើក្រុមបាទសាវអាហ្វ្រិកា 2-0 ខណៈពេលដែលសាវកូរ៉េយកឈ្នះទៅលើឆេក 2-1 ណាបងប្អូនបាទអញ្ចឹងគឺសុទ្ធតែឈ្នះដូចគ្នាមាន3បន្ទុកដូចគ្នាហើយនៅក្នុងដៃហើយយប់នេះសុំតែស្មើបានហើយបាទហើយយប់នេះគឺមេស៊ីកូតឲ្យបាទកូរ៉េកន្លះដាច់ណាបាទតឲ្យកូរ៉េកន្លះដាច់បងប្អូនគិតយ៉ាងណាដែរអាចបញ្ចេញមតិនៅក្នុង comment សម្រាប់គំនិតខ្ញុំបងប្អូនណាបាទបាល់នេះអាចស្មើគ្នាបាល់នេះអាចនឹងស្មើគ្នាប្រយ័ត្នតកូរ៉េស៊ីបាទប្រយ័ត្នតកូរ៉េស៊ីណាបាទប្រយ័ត្នតកូរ៉េស៊ីប៉ុន្តែយ៉ាងណាក៏ដោយម្ចាស់ផ្ទះក៏គេមានប្រៀបដែរមេស៊ីកូកីឡាករល្អច្រើនហើយមួយទៀតគឺគេលេងនៅក្នុងទឹកដីរបស់គេណាបងប្អូនបាទលេងនៅក្នុងទឹកដីរបស់គេអញ្ចឹងសម្រាប់គូនេះយើងអាចនិយាយថាក្រុមទាំងពីរល្អប្រហាក់ប្រហែលគ្នាកីឡាករកូរ៉េដូចជាល្អជាងផងបាទសម្រាប់បណ្ឌិតខ្ញុំណាកីឡាករកូរ៉េគឺលេងនៅក្លឹបធំច្រើនបងប្អូនដឹងហើយហឹងមីងស៊ុនកាងអ៊ីនលីណានៅប៉ារីសសាន់ជឺម៉ាន់គីងមីងជេរបស់បាយ័រម៉ូនិចអូនិយាយទៅកីឡាករលេងសិតក្លឹបធំនៅ World Bersita បាទ Feyenoord Mason 5 Stock City មិនចេញកាឡាបាច់លេងនៅក្លឹបធំទាំងអស់ណាសម្រាប់ក្រុមជម្រើសជាតិកូរ៉េអញ្ចឹងខ្ញុំគិតថាកូរ៉េរៀងល្អជាងមេស៊ីកូបាល់នេះ
មានពីរផ្លូវទី1បងប្អូនអាចនឹងលេងរោងបាទរោងកូរ៉េតែម្ដងទៅបាទរោងកន្លះដាច់ណាបងប្អូនទី2គឺ over 2គ្រាប់ over ទៅ2គ្រាប់ទេបាទនេះបងប្អូនជ្រើសរើសមួយណាយកមួយហ្នឹងទៅបាទខ្ញុំទូទាថាកូរ៉េអាចយកឈ្នះទៅលើមេស៊ីកូ 2-1 ឬក៏2ស្មើណាបងប្អូនបាទគ្រប់ត្រូលមេស៊ីកគ្រប់ត្រូលកូរ៉េខ្ញុំយ៉ាងនេះយើងនិយាយក្បត់ចិត្តតិចបងប្អូនណាខ្ញុំនិយាយក្បត់ចិត្តតិចណាគំនិតខ្ញុំមាន2បើយើងមើលទស្សនវិជ្ជាជាក់ស្ដែងគឺមើលឃើញថាមេស៊ីកូយ៉ាងខ្លាំងជាងកូរ៉េមែនណាបងប្អូនប៉ុន្តែខ្ញុំឲ្យទម្ងន់ទៅលើកូរ៉េដោយសារតែជាតំបន់អាស៊ីរបស់យើងតែលើកទឹកចិត្តទី1ហើយយើងក៏មើលឃើញពីសមត្ថភាពរបស់កូរ៉េដែរណាបងប្អូនអ្វីត្បិតតែមេស៊ីកូយ៉ាងកម្រិតលើជាងតិចវាមិនលើគ្នាពេកទេណាអញ្ចឹងខ្ញុំឲ្យទម្ងន់មកខាងកូរ៉េដោយសារតែយើងជាអាស៊ីសេតនេះបាទអញ្ចឹងបងប្អូនអាចពិចារណាទៅបាទយករោងកន្លះដាច់ឬក៏ over 2គ្រាប់បាទអរគុណច្រើនបាទសម្រាប់ការតាមដានបាទអូខេមានតែប៉ុណ្្នឹងទេបងប្អូន4គូជូនជាតម្រុយបាល់សម្រាប់យប់នេះតែម្ដងទៅបាទដៃគូទី1គឺលេង over កូរ៉េបាទ over កូរ៉េ2គ្រាប់ឬក៏រោងកូរ៉េកន្លះដាច់ណាមាន2ផ្លូវបងប្អូនស្រឡាញ់ផ្លូវមួយណាយកមួយហ្នឹងទៅបាទទី2គឺយកកាតារោងបាទរោងកាណាដា1កន្លះបូក2ណាយកកាតារោងកាណាដា1កន្លះបូក2គឺឬក៏រោងមកកន្លះដាច់ទី3គឺ over Switzerland ណា over Switzerland 2.25បងប្អូនបាទ3គូហ្នឹងជួបជាតម្រុយហើយសម្រាប់បងប្អូនដែលអត់ទាន់ join channel Telegram របស់ខ្ញុំបាទពិសិដ្ឋ KH កុំភ្លេចចូលម្នាក់មួយទៅបងប្អូនណាដែលមាន link នៅក្នុង comment សម្រាប់ Facebook ឬក៏បងប្អូនអាចចូលក្នុង page Facebook របស់ខ្ញុំបាទគឺមាន link នៅក្នុង bio បងប្អូនចូលទៅណាចូលតាមណាបានដែរតាម comment ក៏បានចូលក្នុង page ស្រួលជាងបងប្អូនបាទហើយកុំភ្លេច follow page ផងហើយបងប្អូន YouTube មាននៅក្នុង description សម្រាប់បងប្អូនក្នុង TikTok ចូលក្នុង profile គឺមាន link នៅក្នុង video បើបងប្អូន copy អត់បានចុចតំណភ្ជាប់ទៅ Telegram អត់បានអាច copy មកផាសនៅក្រៅមកផាសក្នុងច្រមផាសក្នុង Telegram ទៅគឺចូលបានណាបងប្អូនបាទអរគុណច្រើនសូមគោរពលា